ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើតៅហ៊ូឆឹងចាតៅហ៊ូឆឹងនេះជាប្រភេទអាហារសម្រន់មួយមុខដែលមានរសជាតិប្រៃផ្អែមឆ្ងាញ់ណាបងប្អូនហើយយើងអាចយកទៅហូបជាមួយបាយឬមួយក៏ហូបលេងក៏បានដែរគ្រាន់តែថាប្រសិនជាយើងយកទៅហូបលេងអញ្ចឹងយើងត្រូវដាក់រសជាតិរៀងស្រាលបន្តិចប៉ុន្តែនេះដោយសារខ្ញុំយកទៅហូបជាមួយបាយអញ្ចឹងវារសជាតិរៀងដិតបន្តិចទេបងប្អូនមុនដំបូងខ្ញុំយកតៅហ៊ូនោះមកកាត់ជាដុំតូចៗជាមុនសិនមុននឹងយកទៅចៀនណាហើយនេះតៅហ៊ូដែលខ្ញុំទិញមកពីផ្សារហ្នឹងមានចំនួន7ដុំធំៗហើយនេះខ្ញុំយកមកបែងកាត់ជា6ដុំតូចៗព្រោះហើយនេះខ្ញុំដាក់ប្រេងឆានៅក្នុងខ្ទះក្តៅសិនមកទើបយកតៅហ៊ូនោះមកចៀនណាចាប់ពេលដែលចៀនហ្នឹងបងប្អូនត្រូវចៀនឲ្យវាក្រៀមបន្តិចទៅឆ្ងាញ់ណាហើយបងប្អូនអាសាកូរត្រឡប់វាផងពីព្រោះយើងកាត់ជាដុំតូចៗអញ្ចឹងកាលណាយើងអត់ប្រែអត់កូរវាទេវាអត់បានក្រៀមសព្វទេឥឡូវឃើញថាក្រៀមសព្វហើយនេះខ្ញុំស្រង់ចេញរួចហើយនេះខ្ញុំបន្តបំពងខ្ទឹមសបងប្អូនចាំបំពងខ្ទឹមសឲ្យឈ្ងុយសិនមកទើបនេះខ្ញុំដាក់ស្ករត្នោតហ្នឹងចំនួន2ស្លាបព្រាបាយចូលហើយកូរស្ករត្នោតហ្នឹងឲ្យវាឡើងជើងក្រងសិនណាបងប្អូនទើបយើងផ្សំគ្រឿងផ្សេងទៀតចូលហើយនេះខ្ញុំមានប៊ីចេងហ្នឹងចំនួន1ស្លាបព្រាកាហ្វេទឹកម្ទេសចំនួន2ស្លាបព្រាបាយទឹកប៉េងប៉ោះចំនួន1ស្លាបព្រាបាយហើយទឹកត្រីចំនួន2ស្លាបព្រាបាយហើយកូរគ្រឿងផ្សំនោះឲ្យរលាយសព្វចូលគ្នាសិនមកហើយទុកឲ្យវារាងពុះបន្តិចទើបនេះខ្ញុំបន្ថែមម្ទេសចូលបងប្អូនម្ទេសនេះខ្ញុំមានម្ទេសហុយហើយនិងម្ទេសការ៉េបងប្អូនចំពោះម្ទេសការ៉េនេះបងប្អូនមិនមានមិនបាច់ដាក់ក៏បានដែរណាតែនេះខ្ញុំមានអញ្ចឹងខ្ញុំដាក់ដើម្បីយកពណ៌ហើយពេលដែលកូរទឹកនឹងវាពុះមិនបន្តិចហើយឃើញថាវារាងកកអញ្ចឹងនេះខ្ញុំបានបន្ថែមទឹកធម្មតាហ្នឹងចំនួន2ស្លាបព្រាបាយទៀតហើយវាមានទឹកប៉ែកៗអញ្ចឹងទៅពេលដែលយើងដាក់តៅហ៊ូចូលគឺតៅហ៊ូហ្នឹងវាជ្រាបទឹករសជាតិហ្នឹងបានល្អបងប្អូនតែពេលដែលដាក់តៅហ៊ូចូលហើយគឺកូររហូតតតែសាច់តៅហ៊ូហ្នឹងវាចូលជាតិបានល្អសិនមកចាឥឡូវឃើញថាវារាងកកទឹកអញ្ចឹងមានន័យថាវាចូលជាតិបានល្អហើយអញ្ចឹងនេះខ្ញុំលើកដាក់ចានដើម្បីយកទៅហូបចាំមុននឹងខ្ញុំហូបនេះខ្ញុំបានរោយស្លឹកខ្ទឹមហ្នឹងបន្តិចដែរដើម្បីវាមានសោភ័ណភាពតែបងប្អូនមិនចូលចិត្តមិនបាច់ដាក់ក៏បានដែរស្លឹកខ្ទឹមហ្នឹងណាចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមបងប្អូនចុច follow page និង subscribe YouTube channel របស់នេះខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា